នៅក្នុងភាសាខ្មែរយើងបើយើងចង់និយាយអំពីកម្មសិទ្ធិគឺយើងគ្រាន់តែប្រើពាក្យថារបស់គឺគ្រប់គ្រាន់ហើយឧទាហរណ៍របស់គាត់របស់ខ្ញុំរបស់នាងរបស់ពិសីរបស់តារាអញ្ចឹងទៅតែដែលឡែកក្នុងភាសាអង់គ្លេសគឺគេបែងចែកជាពីរដាច់ពីគ្នាគឺ possessive adjective ហើយនិង possessive noun តោះឥឡូវយើងមកមើលបងប្អូនបងប្អូនបាទ possessive adjective មានន័យថាគុណនាមជាកម្មសិទ្ធិឧទាហរណ៍ថាពាក្យថា I ពាក្យថា I យើងប្រែថាខ្ញុំនៅពេលដែលយើងចង់និយាយថារបស់ខ្ញុំយើងទៅបដូរ I នេះទៅជា my បាទ my នេះបានប្រែថារបស់ខ្ញុំ you ប្រែថាអ្នកពេលយើងចង់និយាយថារបស់អ្នកយើងដាក់ your យើងអានថា your របស់អ្នកបាទ we ពួកយើង our របស់ពួកយើងឃើញទេបងបាទ they ពួកគេ their របស់ពួកគេអូខេ he គាត់ his របស់គាត់បាទ she នាង her របស់នាងណា it វា its របស់វាណាហើយនៅពេលដែលយើងសរសេរវាទៅជាប្រយោគវាខុសគ្នាពីភាសាខ្មែរយើងបន្តិចទៀតបងប្អូនណាភាសាខ្មែរយើងគឺយើងនិយាយនាមមុនបាទហើយបណ្ដាក់របស់តាមក្រោយតែដែលឡែកនៅក្នុងភាសាអង់គ្លេសអត់អញ្ចឹងទេគឺយើងសរសេររបស់មុនឧទាហរណ៍ថាឆ្កែរបស់ខ្ញុំអញ្ចឹងភាសាខ្មែរយើងសរសេរឆ្កែហើយបានដាក់របស់ខ្ញុំតាមក្រោយណាបាទតែក្នុងភាសាអង់គ្លេសអត់អញ្ចឹងទេគឺយើងសរសេររបស់ខ្ញុំនេះមុនសិនណាសេម៉ាយនេះហើយបានដាក់ដកតាមក្រោយបាទអញ្ចឹងឆ្កែរបស់ខ្ញុំភាសាអង់គ្លេសគេនិយាយទៅជារបស់ខ្ញុំឆ្កែអូខេ My dog is cute បាទឆ្កែរបស់ខ្ញុំគឺគួរឲ្យស្រឡាញ់អញ្ចឹងបងប្អូនទៅចំណាំកន្លែងហ្នឹងណាបាទក្នុងភាសាអង់គ្លេសគឺយើងត្រូវសរសេរប្រច្រាស់នេះអញ្ចឹងបងប្អូនណាបាទសរសេររបស់មុនហើយបានដាក់នាមនឹងតាមក្រោយបាទដូចនេះអញ្ចឹង His father is a soldier បាទអញ្ចឹងកន្លែងនេះមានន័យថាឪពុករបស់គាត់នេះយើងប្រើឪពុកនេះមុនហើយបានរបស់គាត់នេះតាមក្រោយប៉ុន្តែដល់ឡែកក្នុងការសរសេរគឺគេសរសេរថារបស់គាត់ឪពុកណាបាទ is a soldier យើងប្រែទាហានអញ្ចឹងឪពុករបស់គាត់គឺជាទាហានបាទនឹងមួយផ្នែកណាបងប្អូនពេលដែលវាមានពាក្យថាសព្វនាមមានសព្វនាមយើងប្រើវាទៅជាគុណនាមជាកម្មសិទ្ធិវិញទៅជាការផ្លាស់ប្ដូរទៅតាមហ្នឹងបាទ I ទៅ my អីហូហែអញ្ចឹងទៅប៉ុន្តែនៅពេលដែលវាជាឈ្មោះវិញផ្នែកទី2គឺពេលដែលវាជាឈ្មោះរបស់មនុស្សបាទអញ្ចឹងយើងគេហៅវាថា possessive noun ឬក៏សភៅខ្លះគេនិយាយថា possessive case អីចឹងទៅបាទប៉ុន្តែអត្ថន័យវាតែមួយទេណាបងប្អូនបាទឧទាហរណ៍ថាពិសីឈ្មោះពិសីអញ្ចឹងយើងចង់និយាយថារបស់ពិសីយើងទៅធ្វើម៉េចក្នុងភាសាអង់គ្លេសគឺយើងថែម apostrophe s នេះកន្លែងនេះអូននេះ apostrophe s បាទកាលណាយើងថែមអាហ្នឹងទៅគឺមានន័យថាវាទៅជារបស់ហើយវាបង្ហាញពីកម្មសិទ្ធិហើយពិសីទៅជាពិសីពេលនិយាយគឺយើងបញ្ចេញសំឡេង s តិចមកបាទសំឡេងខ្យល់តិចមកហើយនៅពេលសរសេរគឺយើងសរសេរ apostrophe ហើយដាក់ s មកអញ្ចឹងមានន័យថារបស់ពិសីតោះណាបងប្អូនបាទ John ទៅជា Johns មានន័យថារបស់ John បាទ Genders មានន័យថារបស់ Gender បាទសុធី Sothis របស់សុធីតោះណាបងប្អូនបាទហើយនៅពេលដែលយើងបង្កើតវាទៅជាទម្រង់ប្រយោគឬក៏យើងភ្ជាប់វាទៅជាមួយនាមក៏ដូចគ្នាដែរបាទយើងទៅសេរបស់នឹងមុននេះឧទាហរណ៍របស់ពិសីជាងយើងទៅសេពិសី apostrophe s នេះសិនហើយបើយើងបាត់នាមតាមក្រោយឃើញទេបាទអញ្ចឹងទៅជាពិសី cat is cute បាទមានន័យថាឆ្មារបស់ពិសីគឺគួរឲ្យស្រឡាញ់ណាអូខេតមកទៀត Dara's father is a driver បាទ driver យើងប្រែថាទីកុងឡានទីកុងអីហ្នឹងបាទអូខេអញ្ចឹងយើងបកប្រែថាម៉េចបាទនេះគឺកម្មសិទ្ធិឃើញទេ Dara's របស់ Dara's father នេះគឺជានាមអញ្ចឹងយើងប្រែ father មុនណាឪពុករបស់តារាគឺជាទីកុងឡានអូខេបាទអញ្ចឹងបើបងប្អូនចង់បានវីដេអូមេរៀនបែបនេះចង់រៀនមេរៀនបែបនេះបងប្អូនអាចទំនាក់ទំនងមករៀនជាមួយនឹងខ្ញុំបានខ្ញុំមានថ្នាក់អនឡាញពីម៉ោង 8:20 នាទីរហូតដល់ម៉ោង 9 យប់បាទយើងរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយតម្លៃសិក្សាត្រឹមតែ$35ទេរយៈពេល5ខែបងប្អូនណាបាទយើងអាចចុះឈ្មោះចូលរៀនបានរាល់ថ្ងៃហើយសម្រាប់បងប្អូនដែលមិនសូវមានពេលរៀនបងប្អូនក៏អាចរៀនតាមវីដេអូបានដែរខ្ញុំមានជាវីដេអូកញ្ចប់វីដេអូបែបនេះក្នុងតម្លៃពិសេសមែនទែនបាទបងប្អូនអាចឆាតមកខ្ញុំដើម្បីតាក់ទងចូលរៀនបានណាអូខេអរគុណច្រើនបងប្អូន